Hello សួស្តីអ្នកទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយនៅក្នុងប្លុកថ្មីនឹងផ្លាយភ្នែកបងប្អូនទាំងអស់គ្នាបានឃើញនៅដើមវីដេអូយើងគឺថាសប្បាយញាក់សាច់ឥឡូវគឺពួកយើងកំពុងធ្វើដំណើរទៅលេងកោះកុងគឺយើងជាអ្នកបាត់ដំបងគឺយើងត្រូវបានជ្រើសរើសផ្លូវខាងអូសាមក្នុងដំណើរកំសាន្តមួយនេះផងដែរចាចូលមកដល់កន្លែងនេះគឺយើងចេញដំណើរពីបណ្ណន់ទៅដល់សតេទ្វាទៅដល់វាចម្បាំងនឹងហើយពេលមកដល់របងមួប្រមាណហ្នឹងគឺយើងបានឈប់ថតរូបថតអីមកបោះហើយឥឡូវយើងបានចេញដំណើរមកដល់ផ្លូវខាងអូសោមហើយគឺថាមានទេសភាពស្រស់ស្អាតមែនទែនបងប្អូនអើយសម្រាប់ដំណើរកំសាន្តនេះគឺយើងមកចំនួន3ខួសាហ្នឹងគឺជាមិត្តយិនសិន10ឆ្នាំជាងហើយបងប្អូនអើយប៉ុន្តែមិនដែលថាបានសម្រេចបំណងម្ដងណាគឺថាឥឡូវនោះយើងបានសម្រេចបំណងបានចេញដំណើរជុំគ្នាហើយក្នុងថ្ងៃ8មីនាហ្នឹងដែលមានរយៈពេល2យប់3ថ្ងៃអូខេឥឡូវយើងបានមកដល់ឆ្លងកាត់ស្ពាននៅក្នុងតំបន់អូសាមហើយគឺថានៅក្នុងតំបន់ហ្នឹងគេមាននៅថារីសតចាចំការតរេនអីស្រស់ស្អាតមែនទែនគឺយើងបានឈប់ទេគឺយើងបន្តដំណើរសម្រាប់ផ្លូវយើងធ្វើដំណើរហ្នឹងគឺថាមិនតន់ហើយ 100% ទេបងប្អូនគឺជិតហើយឯងប្រហែល 80% ផ្លូវហ្នឹងវាមិនពិបាកខ្លាំងទេមើលបងប្អូនឃើញជាក់ស្ដែងទៅដឹងហើយគឺវាស្រួលជីទេសម្រាប់ខែប្រាំងហើយបងប្អូនប៉ុន្តែសម្រាប់ខែវស្សាខ្ញុំមិនដឹងដែរជាមួយជាក់ស្ដែងចាំខែវស្សាមកម្ដងទៀតគឺថាមើលទៅបងប្អូននេះគឺហុយប៉ុន្តែផ្លូវមិនរលាក់ទេដោយសារបងសាងសង់គាត់ចាប់ដើមសាងសង់បដាអីចឹងបងប្អូនហើយណាមួយគេត្រូវឲ្យជិះវៀងផ្លូវដោយសារគេធ្វើស្ពានធំពោះទៅពេលហើយយើងនឹងបានស្ពាននឹងប្រាហើយនឹងបានជិះលឿនហើយបងប្អូនចាមើលគេចាក់ដីចាក់អីពេញទៅផ្លូវហើយយើងត្រូវវៀងសម្រាប់ឡានទៅគឺពិបាកតិចដោយសារយើងមកនេះគឺយើងជិះពួកមកបានកន្លះបងប្អូនអញ្ចឹងវារៀនងាយស្រួលបន្តិចដែរឥឡូវអស់ពីដីហើយដែលអីហើយក៏មានដីកស៊ូថ្នោតកស៊ូអីអញ្ចឹងហ៎បងប្អូនកណិតពេលកណាត់វាមិនបានស្អាតទាំងអស់ទេទៅពេលដល់ផ្លូវស្រួលក៏យើងជន់រៀងលឿនបន្តិចទៅសម្រាប់ទេសភាពទៅតាមផ្លូវអូសាមហ្នឹងគឺថាព្រៃព្រឹក្សាភ្នំទាំងសងខាងផ្លូវមកបងប្អូនគឺយើងជិះកាត់ទៅតាមចកែភ្នំលើភ្នំនិយាយទៅគឺដូចសួនវង្វេងបងប្អូនពេលខ្លះជិះទៅហើយគេត្រូវបកមកវិញគឺថាទិសដៅហ្នឹងធ្វើដូររហូតទិសដៅផ្លូវដែលយើងជិះគឺបងសាងសង់តែត្រូវបិទចុះបិទឡើងដើម្បីធ្វើផ្លូវអញ្ចឹងយើងជិះតាមផ្លូវយើងអាចសួរអ្នកភូមិឬក៏បងប្អូនយើងដែលក៏សាងសង់ផ្លូវហ្នឹងយើងអាចសួរនាំវត្តបានផ្លូវហ្នឹងមិនវង្វេងដល់ថ្នាក់យើងរំឃើញទេបងប្អូនគឺពួកគាត់ដាក់ផ្លាកសញ្ញាឲ្យយើងដែរអញ្ចឹងណាសម្រាប់ផ្លូវមួយខ្សែនេះពីរំបងមកប្រមាណមកអូសាមនេះខ្ញុំរីកខមមិនបងប្អូនគឺយើងមកខែប្រាំងវាជាជម្រើសល្អបំផុតចាឥឡូវពួកយើងបានមកដល់កន្លែងសម្រាប់នឹងញ៉ាំបាយហើយស្រាប់តែខ្ញុំប្រទះឃើញផ្កាចម្លែកបងប្អូនមានបងប្អូនណាស្គាល់ជួយប្រាប់ផងឥឡូវយើងបានរៀបចំអាហារពេលថ្ងៃយើងអាចទៅមុខទៀតបានទេព្រោះអីក្មេងៗគាត់ឃ្លានហើយយើងបានបញ្ចប់ម្ហូបនិងធ្វើម្ហូបមកពីផ្ទះដើម្បីមក share ម្ហូបគ្នាចែកគ្នាញ៉ាំជុំគ្នាចំនួនពួកយើងគឺ11នាក់ចា3ខួសាគឺរញៀវបងប្អូនហើយកូន1កូន2អីចឹងទៅឥឡូវយើងត្រូវតែបន្តដំណើរទៅមុខទៀតចាផ្លូវយើងគឺហើយបន្តិចមិនតែអត់ជាបញ្ហាទេគឺយើងមានតកងឡានដល់ជំនាញចាបងប្រុសរបស់ខ្ញុំឥឡូវផុតពីដីហើយចូលផ្លូវបតង់ម្ដងយើងជិះកាត់តាមវិរិយអគ្គិសនីបងប្អូនហ្នឹងជិះតាមផ្លូវហ្នឹងមកបងប្អូនគឺគេមានដាក់ផ្លាកសញ្ញាឲ្យយើងហើយសម្រស់នៅតាមបងផ្លូវគឺស្អាតមែនទែនគឺមានផ្កាអមសងខាងហ្មងចាបើថាខ្ញុំជិះមកម្នាក់ឯងបែរជាមិនដល់ផ្ទះមិនដល់កោះកុងទេបងប្អូនព្រោះអីទេសភាពស្អាតពេកឥឡូវចោះថតអញ្ចឹងណាបងប្អូនចាលងនឹងសម្រាប់ព្រៃភ្នំលេងបានដល់គោលហើយ
Welcome to កោះកុងអូខេឥឡូវយើងបានមកដល់ខេត្តកោះកុងហើយចាជីតាំងពីម៉ោង7រហូតដល់ម៉ោង2:10ជាងហើយពួកយើងបន្តទៅណាទៅរកកន្លែងគេងឥឡូវហ្នឹងយើងរកកន្លែងគេងបានហើយយើងនាំគ្នានាំបងប្អូនយើងប្រមូលវាយវ៉ាន់ហើយនឹងរកបន្ទប់គេងបន្ទាប់ពីរកហើយយើងតាមមករីឡេកខាងក្រៅស្ថានភាពដែលយើងគេងហ្នឹងបន្តិចមកគឺថា background គឺញាក់សាច់បងប្អូនអើយគឺជាផ្ទៃសមុទ្រធំល្វឹងល្វើយនៅខាងក្រៅស្ថានភាពហ្នឹងតែម្ដងហើយគឺថាទេសភាពនេះគឺសម្រាប់ឲ្យ10លើ10ជាងមើលឃើញស្ពាននៅវិញជាងគេនៅខេត្តកោះកុងគឺថាសម្រាប់ស្អាតមែនទែនឥឡូវយើងបាននិយាយគ្នាលេង2-3ម៉ាត់ស្រោកខ្យល់ស្រោកក្លិនសមុទ្រក្លិនសមុទ្រអូយបងប្អូនអើយថតវីដេអូថតប្លុករហូតមិនដែលឃើញប្រចាស់ប្លុកឥឡូវបានឃើញមិនតិចវិញនឹងឯងបន្ទាប់ពីជែកវែកញ៉ៃគ្នារឿងទេសភាពហើយឥឡូវយើងបានកាន់សោម្នាក់មួយមក check in បន្ទប់របស់ពួកយើងអូខេចាបន្ទប់ពួកយើងគឺក្រេ2ធម្មតាសម្រាប់ខ្ញុំអត់អីទេអាចទទួលយកបានបន្ទាប់ពីយើង check in ហើយយកបានទុកហើយយើងបានមកលេងនៅព្រៃកោងកាងមុនទៅដល់ព្រៃកោងកាងហ្នឹងគឺយើងចូលទិញគ្រឿងសមុទ្រហើយឲ្យប្រកបធ្វើឆ្អិនមកហើយយើងខ្ចប់ចូលទៅញ៉ាំនៅក្នុងព្រៃកោងកាងទាំងអស់គ្នាចាគឺថាមួយនិយាយពីថាលោកពលកាន់កូនម្នាក់មួយពីរមិនតពីយើងឲ្យទិញគ្រឿងសមុទ្រនឹងធ្វើហើយយើងបានចូលមកដល់ព្រៃកោងកាងយើងដើរមើលព្រៃកោងកាងអីចឹងទៅបងប្អូនគឺថាសម្រាប់ព្រៃកោងកាងស្អាតមែនទេចាយើងដើរមើលដើរគយគុណអីទៅដើរចុះដើរឡើងមើលចុះមើលឡើងកលៀកចាំម៉ាក់យូហិតព្រិងកាឡាមួយចាព្រោះអីចេញកណាតាំងពីម៉ោង3នៅមុនគេតាំងពីម៉ោង3ប្រកបបងប្អូនចឹងហើយរៀងខ្សោះ power បន្តិចឥឡូវយើងស្រូតដំណើរដើរទៅមុខទៀតអស់ពីនឹងហើយចាថត model មួយនេះគឺជាកាមេរ៉ាមែនយើងបងប្អូនចង់ដឹងចង់ស្គាល់នឹងហើយកាមេរ៉ាមែនឥឡូវដាក់មកคลิปទៀតប៉ាច់និយាយពីថាមិនអត់ខានទេព្រោះបានប្តីអ្នកថតអញ្ចឹងយើងដាក់ឲ្យច្រើនតិចទៅមិនងាយបានមកទេផ្លូវឆ្ងាយផងណ៎ងាកមួយគាត់ចាសบายមែនទេតែម្ដង10ឆ្នាំជាងបងប្អូនចាមិនងាយបានជួបគ្នាទេថតចុះថតឡើងហើយយើងញ៉ាំអីហើយយើងក៏ចេញពីព្រៃកោងកាងហ្នឹងបន្តទៅឆ្នេរឥឡូវយើងងាកមកមើលសម្រាប់ស្ពានសម្រាប់ផ្ទៃសមុទ្រដ៏ស្រស់ស្អាតនិងស្ពានដ៏វែងចាហ្នឹងគឺជាលើកទី1ខ្ញុំទៀតហើយ the first time ទៀតហើយបងប្អូនអើយអ្វីក៏ដោយឲ្យតែ first time គឺ surprise មែនទែនសម្រាប់ខ្ញុំឥឡូវយើងបានមកដល់ឆ្នេរហើយពេលល្ងាចហ្នឹងឥឡូវគឺថាមកតែគាត់ relax ចាគាត់ញ៉ាំឆ្អែតហើយគាត់ដើរ relax so sweet ចាសម្រាប់ខ្ញុំអត់បានថតជុំគ្នាទេคลิปនឹងដោយសារ
តែខ្ញុំជាប់លេខទឹកសមុទ្រហើយចឹងហើយឲ្យពួកគាត់ថតចាពិតជាស្រស់ស្អាតមែនទែនពេលល្ងាចឥឡូវយើងលេងនៅកន្លែងហ្នឹងដល់ពេលយប់បងប្អូនអើយចាពេលយប់បានពួកយើងមកវិញចាកន្លែងនេះគឺយើងថតពីលើកន្លែងយើងដេកចុះទេសភាពស្អាតមែនទែនបន្ទាប់មកយើងសម្រាប់បានមកយប់ហើយឥឡូវចូលដល់ពេលព្រឹកឥឡូវឲ្យបងកាមេរ៉ាមែនយើងរៀបចំអ្វីវ៉ាន់បន្តដំណើរទៅកោះស្ដាច់បន្តទៀតហើយកន្លែងគេយើងឈ្មោះកោះកុងស៊ីធីគឺងាយរកតែបងប្អូនជិះនឹងផ្លូវធំឯនៅមាត់ឆ្នេរហ្នឹងឃើញខាងស្ដាំដៃហើយបន្ទាប់ពីរើវ៉ាន់រៀបចំឲ្យបានហើយឥឡូវយើងមកស្រស់ស្រូបអាហារពេលព្រឹកទាំងអស់គ្នាដើម្បីស្រស់ស្រូបទៅកោះស្ដាច់បន្តទៀតចាចាប់ផ្ដើមកំងមហូបកំងខាញ៉ាំរៀងខ្លួនចឹងមកនេះគឺជាបាយឆារបស់ខ្ញុំនឹកឃើញបាយឆាហ្នឹងច្រើនពេកបងប្អូនអើយញ៉ាំមានអស់ទេទៅពេលឲ្យក្មេងៗខ្ចប់មានបានខ្ចប់ណាបងប្អូនអើយគួរចាំមួយថ្ងៃគេឲ្យខ្ចប់ឲ្យគេឲ្យខ្ចប់ឲ្យក៏ចេញដំណើរមកដល់តារាសាគរទៀតអត់ចាំយូរទេអត់ខ្ចប់អីអត់ទៅឥឡូវយើងមកដល់ចំណតឡានហើយចូលដល់ចំណតឡានហ្នឹងយើងត្រូវទិញសំបុត្រសម្រាប់ផ្ញើឡានយើងណាបងប្អូនយើងទៅកោះហ្នឹងតែមួយយប់ទេចាឥឡូវពូគាត់បានយល់មកដាក់អីវ៉ាន់ពួកយើងម្នាក់មកវ៉ាលីពីរវ៉ាលីចាកូនម្នាក់មួយម្នាក់ពីរអីចឹងទៅឥឡូវពងភាសាតម្លៃគ្នាហើយរួចរាន់ញាប់បែកញាប់ជើងអូខេយូរនឹងមានគេបានទៅដើរទៅមុនចឹងទៅពិចាស់ vlog អត់សូវឃើញមកទេដែលសារពិចាស់ vlog ធ្វើកាន់កាមេរ៉ាខ្លួនឯងអូខេឥឡូវយើងបានមកដល់ផែហើយកំពង់ផែខ្ញុំស្មានតែជាទូកសនោះកប៉ាសនឹងតែបងប្អូនម៉ែអើយជាស្ដែងមែនអើយអាអូបសណាបងប្អូនចានេះចាគឺជាអើយទូកដូចជាមិនទូកហៅអូបដែរអូបទូចហ្នឹងគឺថាដំបងគឺភាំងស្លាប់ទាំងអស់គ្នាហ្មងពេលឃើញទូកហ្នឹងចាសម្រាប់ខ្ញុំគឺជិះទូកហ្នឹងលើកទី1ហើយជិះតាប់សមុទ្រខ្ញុំភ័យឡើងបពោះបងប្អូនហើយទឹកកលោខ្លាំងហើយចង់និយាយថាបោកយើងឡើងផាំងហ្មងចង់ធ្លាក់ថ្លើមធ្លាក់ប្រមាថខ្ញុំបងប្អូនខ្ញុំសូធន់ឡើងទី3ជាប់ហ្នឹងនិយាយមែនទៅពេលអភិភ័យខ្ញុំលើកាមេរ៉ាមកងាកក្រោយឃើញអូនទេវិនគាត់សាមអលីងសាភាសាទឹកមកសាមជោគពេញមកខ្លួនហ្មងឥឡូវយើងបានមកដល់កោះហើយនិយាយពីថាបងប្អូនណាអូយខ្ញុំសប្បាយចិត្តដល់ពេលឃើញបានមកដល់ជ្រឹងមកដល់កំពង់ផែទៅពេលជិះហ្នឹងខ្ញុំភ័យតែមែនទេបងប្អូននិយាយត្រង់ហើយគ្មានតបានពាក់អាវពងអាវអីទេចានិយាយពីថាសណ្ដាល់តែម្ដងឥឡូវយើងរកកន្លែងចតដើម្បីទៅលេអីវ៉ាន់យើងចឹងណាបងប្អូនឥឡូវកំពុងចរចាតម្លៃទូកយើងពីរទូក11នាក់នៅអីវ៉ាន់ច្រើនដែរណាបងប្អូនសូនកៅតំបន់មិនធម្មតាយយសាច់ចាំឥឡូវយើងបានមកដល់បន្ទប់ដែលយើងបានកក់មុនពីថ្ងៃនឹងហើយចារៀបចំមកបាយបានចូលបន្ទប់រៀងខ្លួនចឹងទៅហើយនេះគឺជាទស្សនវិជ្ជានៅលើកោះស្ដាច់បងប្អូននិយាយថាម្យ៉ាងដែរចាផ្ទះប្រកបគឺថានៅជាប់គ្នាអញ្ចឹងឥឡូវយើងរៀបចំមកបាយបានចូលបន្ទប់អស់ហើយឥឡូវយើងមករកញ៉ាំបាយថ្ងៃមកដល់គឺម៉ោង2:10ជាង7:01អីចឹងណាបងប្អូនលើមិនក៏ក្តៅដែរដើររកកន្លែងញ៉ាំថៃដើរមើលទស្សនវិជ្ជានៅលើកោះនឹងបងប្អូនគាត់អស់ពីដើររកកន្លែងញ៉ាំបានហើយគឺយើងត្រូវរងចាំតុកដើម្បីឲ្យពួកគាត់ជូនយើងដើរលេងដើរមើលទេសភាពនិងជីវភាពបងប្អូនយើងដែលរស់នៅលើកោះហ្នឹងខ្ញុំមកបានថតកន្លែងយើងញ៉ាំអីទេដោយសារឃ្លានពេកតែពេលឃ្លានតិចបាន
อดบ้านทอบเตะใช่หาเรื่องมือเตะเป็นตะเพียบอย่างรอยเงี้ยรอยใหญ่โกนใจโดยกระดามหน้าเจ๊จ้านี่ก็คือตัวไอ้ยึงอามินหายนางโอนเตวันจ้ากอบสบายดีจีหน้าเขม่งเขม่งเนี่ยกรมตะประกันไอ้ผู้กอดตะปนังไอ้เขม่งเขม่งคือกอดเลี้ยงจรานก่อนยัยจรานจันไอ้แล้วนี่คือคือตัวตะเพียบไว้ยังจีตอกตอกตะกอยก้นจ้ากอยก้นไอ้เก็บบางฝน Coi con mở tay sập hiệp anh chẳng thế nào. Oh my god! Ở giờ bạn cho vision nào pu tốt tóc năng gật nòm dương tụi mơ group sub group còn lại hai nằm mỗi dân trời tới độ ở khương sầm mất làm bấy thua nhắm là nhị năng phong chà khương sầm mất tình khôn ấy nhưng bạn sra dương tự tính đó còn lại nợ lụa năng tầm đầu giờ Xa kìa. ở lấy dương bàn mà đo cả lại đã thay dương từ đầu cương số một ở bằng bồn ở lấy dương nằm kia đa tới đa phong mực tê sĩ phi phong ấy chẳng này ở lấy ní ơiผมลองเปย์ยำจำบุกมายำกดเต้นเธอสมดยำปามดามากระแลงกินชมไตรปูนั่งก็ท่านั้นดูไตรเกไตรตัวสมดnhưng mà sân squad này bằng phố nó mà sơ chỉ bàn tại trời nắng thầm phong mê bằng phố nó bên bên cặp lâu nhom ở lại dân ta cho đa lãng dân ta mơ tới sập hiệp anh chẳng á bằng phố đã trên pi cái lại mối sao bằng nghệ sẽ làm khoan bằng phố nơi đừng khơi nhảy ở tàn té khơi là làng tấn cái xíu được mò mong chẳng luôn bé đã tạ hiện vềอะไรยังต่อตนาเตียนกลายตัดชมูดารารัฐก็สดเจสนักเครื่องสมองเมียนกับสอบบองปโอนั่นเนี่ยเป็นหกมองอกบัวเทศจอไอ้วิตึกสุยไตรก็เมียนวิชดเต็มดองเจนช่างบานแต่นั้นก็เมียนมาเสร็จอะไรเนี่ยตามเพลินนั้นคือยมบานเทินอีกับตัวผมทัวบบแบใช่ไหมบบแบthử ấp bộ bể nhưng mà sơ score này cái thằng bộ bể đó anh thật vô vô ai hay tới thôiทำไมฉันครับบางปอนอ่ะบ่เครื่องสมองทำไมฉันคือทางเชื่อนเหมือนเต็มบางปอนปูมิงแต่ทานในสามหน้าตามันก็โยมมาลัวเอาสระจังนะให้ยังเราแต่กระดามรู้แต่ทำไมจังบางปอนไปสงาtới chưa thấy tất ai mongทำไมgiống như ai mình tên mong ban bà to tà nã mà đó có đã tìm đòn cứ có đã đứng mới chết lại danh tên ai tê chi bà hai bắt mà tí đó bông bồn ở lại giờ bạn một đòn hỏi ở lại giờ cô con tê sập hiệp ngõ kia từ sao bông bồn còn tái là ca cực cả đời nè ởលើមកដល់កន្លែងនេះគឺមកដល់កន្លែងក្តៅសាច់ទេបងប្អូនគឺកន្លែងនេះសាច់ធ្វើណាបងប្អូនឥឡូវយើងកំពុងតែពិភាក្សាវែកញ៉ៃគ្នាថាអ្នកណាជីទូអ្នកណាជីជែកអញ្ចឹងហ្នឹងបងប្អូនឥឡូវស្ដាប់ស្លេទាំងអស់គ្នាIya, dia bisa lebau. Oh, kelapa. Oh, kelapa. Lalu. Sorry.
lớp bài mà nè chỉ tụng mà đón trong vậy than vậy bị bài ra chỉ tụng đã mà đã bài đã nó mong bồn nhưng mà hiện chỉ chơi tê cứ những khai đại ai ở miền Bắc bị áo bồn vậy tê là mình vừa mi này chú vậy đá nhưng buồn nè là lừa tụ hay sao mà nè cứ chỉ chơi hay đã ôn tê vẫn gặp chỉ một cái trong vậy than còn là hàm áสำหรับเนี่ยได้มาจังเลงกับสดาเจ้าบองปอนเนี่ยได้จังมาเลยเนี่ยคือเราแต่ชี้เจแต่บองปอนเลยคือสบายนะยังดีกับมันอาชี้เจคือสบายเหมือนเต้นผมสำหรับเนี่ยอาจจะให้ตะกองมาจำคลาดในเพราะผู้กอดบานไปเอาโป่งเอาอย่างเช่นปัญหาสำหรับเนี่ยมอเตตัวสบัดเทปนะก็จะหมดที่ในใหญ่เมนคือจำน้องจะโน้จะเตียงเข้าคลีนฉันครับบองปอนยำเลยได้บันไดยำไปเอาโป่งเลยเนยจบชนะแหละเรียไอ้เจ้ายำเลยเลงจะหมดขโมยขโมยเองเซนเตอร์ไปสบายเหมือนเต้บองปอนคือถ้าบองปอนอยู่ก็ถ้าสบายนั่งเรียงไม่เรียงไปเจ็ดได้ใช่ไหมบองปอนก็เป็นตู้นะบองปอนเจอหมอชราผู้กอดบานมาเลงจุ้งคนนี้นั่นหนังกันออกคนนี้จังคือชราเหมือนเต้บองปอนคือสบายมองชรากอกอเลงหายออกจากมาแต่เวนเตอ่อนอยู่นั้นnhiều ban phá cả nên quyết tất cho sợi có hài sao phải thơ chỉ chết cho lên tất cả sao mà đâu biết à lâu dừngนี่คือเจตตะเพียบเป็นอะไรจ้าสันเสดคือท่าเจ็บเป็นลูดอสระต้นไอ้บองปอนมาแพะยืนชิตุกเลยมันแบบมากูจังนะจ้าคือสระสายคือเชียนหนูสาวริมได้มันอาจมันพลิกบ้านให้ก็ยืมมันไงบ้านมาแต่บองปอนเอ้ยมันไงบ้านนับจุกนี่ตีจ้าคือป้าปานอนจุกชิตุกเลยtất mà kia nắng rồi đại tề bọn bọn cho tôi hai tâm chỉ cái nhông tề chả này cứ chỉ ôn miền miền Hà Nam bà con ở bọn tôi chỉ xa sòng chỉ là lỡ em đi cái lạp tụ bà thôiสำหรับมาไม่อยากบ้านเจ้ามาเล่นตักเต้มามีอาสูคลุนอะไรเมียนนั่งป่าบ้านเล่นตักโซแฮปปี้หมองวยก่อนตูก่อนนั้นอะไรโจมเราไปปรักคือยังเถอเราไอ้แงมหายยังเตอชิตุกเตอกระบองพายไว้นำไว้ใจนำนามาเสียจังMình nó cầm ăn mì ấy nè. Tiểu. Niệm mấy nhỉ? Mình nó cầm ăn tiểu. Ăn thầy mì hai đấy, mì thầy. Ô, mì khai nhỉ? สำหรับตะเพียบนั่นเลิกก็สายแต่มองปอนก็ทางดูจราเมบองปอนมาเลยอย่างจังฮะบองปอนสระสโลปะหาไปประจุมคนี้อะไรจังตาช่วยมาวิ่งดับใบยืนตะกระปงพายตลับตะเตียงไฟเนี้ยบองปอนเจ้แล้วมามีบานดังการไปอยู่ไงเนี่ยไปจ้างเราบานเคยมุกตีใจtrongวิดีโออะไรนั้นยังบานชีปิดก็มาเรากระปงพายให้ยังบานเทียบจำเอาไว้ว่าน้องโกนใจchỉ là móตึกbên làm chứ à lời ní cứไปหลบเยิงเมียนตะปนหนังไอ้ดาวตีเป็นชาวพายจะส่งออก